ព្រះរាជបុត្រាព្រះវិបុសុទ្ធគូសូមអរគុណម្ចាស់សម្រាប់ថ្ងៃនេះដែលជាថ្ងៃដ៏វិសុទ្ធថ្ងៃដ៏អស្ចារ្យដែលទូបានជុំគ្នាថ្វាយបង្គំព្រះអង្គម្ចាស់សូមទ្រង់ការពារថែរក្សាបងប្អូននៅទីនេះហើយឲ្យគាត់បានទទួលនៅព្រះបន្ទូលដែលព្រះអង្គចង់មានបន្ទូលមកគាត់ឲ្យគាត់ចាំបានយល់អំពីអត្ថន័យនៃព្រះបន្ទូលដែលទ្រង់បានបង្រៀនដល់ពួកគាត់មានព្រះបន្ទូលទៅកាន់ពួកគាត់សូមវត្តមានព្រះអង្គគង់នៅកណ្ដាលចំណោមទុំគុំខ្ញុំទាំងអស់គ្នាទូលខ្ញុំទាំងអស់គ្នាសូមថ្វាយបង្គំក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនចូលបងប្អូនអរគ្នាបាទឥឡូវនេះយើងសូមអានខពីយើងអរគ្នាជាមួយ1 2 3យើងមានព្រះសម្បត្តិនេះនៅក្នុងព្រះជន្មដីដើម្បីឲ្យរឹតដល់លើលោកបានមកពីព្រះមិនមែនពីយើងខ្ញុំទេតែយើងខ្ញុំត្រូវគេសម្បត្តិសម្គាល់គ្រប់គ្រប់តែមានតបឡើយមានសេចក្តីវិលវល់តែមានតបគំនិតទេមានគេធ្វើនោះតែយើងមានត្រូវក្នុងអ្នកឯងទេត្រូវគេវាយលួចស្រុកតែមិនស្លាប់ទេយើងខ្ញុំទុកសេចក្តីសង្កត់នៃព្រះអង្គចាស់យេស៊ូវនៅក្នុងរូបកាយយើងខ្ញុំជានិច្ចដើម្បីឲ្យព្រះជន្មនៃទ្រង់បានសម្ដែងមកក្នុងរូបកាយយើងជាដែរយើងមានទ្រព្យសម្បត្តិនេះនៅក្នុងភេជ្ជៈដីដើម្បីឲ្យអត្រិតដល់លើលោកបានមកពីព្រះមិនមែនមកពីយើងខ្ញុំទេដែលយើងខ្ញុំត្រូវបានគេសម្បត្តិកាន់គ្រប់កម្ពស់តែមិនទៅក្រឡើយមានសេចក្តីវិលវល់តែមិនតបគំនិតទេមានតែគេទុកត្រូវគេវាយលួចតែមិនស្លាប់ទេយើងខ្ញុំទុកសេចក្តីសង្កត់នៃព្រះអង្គចាស់យេស៊ូវនៅក្នុងរូបកាយយើងខ្ញុំជានិច្ចដើម្បីឲ្យព្រះជន្មនៃទ្រង់បានសម្ដែងមកក្នុងរូបកាយយើងខ្ញុំដែរយើងមានទ្រព្យសម្បត្តិនេះនៅក្នុងបច្ចុប្បន្នដីដើម្បីឲ្យអត្រិតដល់លើលោកបានមកពីព្រះមិនមែនពីយើងខ្ញុំទេតែយើងខ្ញុំត្រូវគេសម្បត្តិសម្គាល់គ្រប់កម្ពស់តែមិនទៅក្រឡើយមានសេចក្តីវិលវល់តែមិនទាល់កំណត់ទេមានគេធ្វើទុកតែមិនមែនត្រូវនៅអ្នកឯងទេត្រូវគេវាយលួចស្រុកតែមិនស្លាប់ទេយើងខ្ញុំទុកសេចក្តីសង្កត់នៃព្រះអង្គចាស់យេស៊ូវនៅក្នុងរូបកាយយើងខ្ញុំជានិច្ចដើម្បីឲ្យព្រះវរនៃទ្រង់បានព្រះអង្គក្នុងរូបកាយយើងទាំងដែរតែដោយការតាមសេចក្តីពិតដោយសេចក្តីស្រឡាញ់វិញនោះឲ្យយើងបានកំឡើងខាងឯក្រការទាំងអស់ក្នុងទ្រង់តែទ្រង់ជាសេរសាគឺជាព្រះគ្រីស្ទតែរូបកាយទាំងមូលបានមកហើយចាប់គ្នាមកអំពីទ្រង់ដោយសារគ្រប់ទាំងសម្រាប់ដែលគាត់គំឲ្យតាមផ្នែកការងាររបស់អវយវៈមួយនោះរូបកាយបានបង្កើតឡើងដើម្បីនឹងស្អាតខ្លួនក្នុងសេចក្តីស្រឡាញ់តែដោយការតាមសេចក្តីពិតដោយសេចក្តីស្រឡាញ់វិញនោះឲ្យយើងបានកំឡើងខាងឯគ្រប់ការទាំងអស់ក្នុងទ្រង់តែទ្រង់ជាសេរសាគឺជាព្រះគ្រីស្ទតែរូបកាយទាំងមូលបានឲ្យចាប់គ្នាអំពីទ្រង់ដោយសារគ្រប់ទាំងសម្លាក់ដែលគាត់គំឲ្យតាមផ្នែកការងាររបស់អវយវៈមួយរូបកាយបានបង្កើតឡើងដើម្បីនឹងស្អាតខ្លួនក្នុងសេចក្តីស្រឡាញ់តែដោយការតាមសេចក្តីពិតដោយសេចក្តីស្រឡាញ់វិញនោះឲ្យយើងបានកំឡើងខាងឯគ្រប់ការទាំងអស់ក្នុងទ្រង់តែទ្រង់ជាសេរសាគឺជាព្រះគ្រីស្ទតែរូបកាយទាំងមូលបានគំលើដោយសារគ្រប់ទាំងសម្បត្តិដែលពុទ្ធគំឲ្យតាមផ្នែកការងាររបស់អវយវៈមួយនោះរូបកាយបានបង្កើតឡើងដើម្បីនឹងស្អាតខ្លួនក្នុងសេចក្តីស្រឡាញ់មកគួរកំណត់ទាំងព្រះនៃស្រីអើយ
mình đâm tê đưa ấy cá để cho lanh lục ấy nó cứ chia ấp tập về hơi đôi này na đây tôi rất tâm người chỉ mới còn lanh luôn một ấy nó cho ta bán ta luôn chia mang sạch đâu một về aku kampat jakrot Israel ta mình tê đưa ấy cá để cho lanh qua lục ấy nó cứ chia ấp đôi này na đây tôi rất trong vừa chỉ biết phòng lái nhưng lửa cấy nốt mô tha bán tăng luôn chiếc mang sạch rau mà kể về áo phụ công phát kèm pro kèm sợi đời ta mình đâm tê người khá cái sau lái bao lửa cấy nốt cứ chia sẻ bao kể hơi đôi này nè đây tôi chất trong vừa chỉ biết phòng lái nhưng lửa cấy nốt mô tha bán tăng luôn chiếc mang sạch rau mà kể về Amen. Special song. Chụp riêng xe. Okay, special song. Let's give a big hand. Big hand. Let's give a big Tay hand. chụp riêng xe mui. Special song. Đã chứ. Trong chờ nữa nè. Này bên này. Let's give a big hand again. Ok, đây là khăn mới đầu tiên. Thank you. Okay, today we will talk about the main topic regarding the Christmas life. យើងមកចែកនិយាយអំពីជីវិតរបស់គ្រីស្ទាន Today's special song was performed and the Catholic Church member came here. That's why I'm so glad. ហើយថ្ងៃនេះគាត់សប្បាយចិត្តខ្លាំងណាស់ហើយលោកថ្ងៃនេះមានចម្រៀងពិសេសបងប្អូនមកពីកំពង់ឃ្លាំង Good special song. ហើយជាចម្រៀងដ៏ពិរោះ And the Catholic Church member too. ហើយបងប្អូនមកពីកំពង់ឃ្លាំងផងដែរ Yeah.
and the new neighbor too. ហើយលោកគ្រូក៏បានចូលរួមបែបបង្គំព្រះអង្គជាមួយយើងដែរថ្ងៃនេះ Thank you. Keep going with life the Jesus សូម told. នៅតែបន្តជាមួយនឹង life vision រហូតដល់ព្រះយេស៊ូវទ្រង់យាងត្រឡប់មកជាលើកទី2 Amen. Okay, let's shout once again with me. ហើយសូមថាតាមគាត់ឲ្យខ្លាំងៗជាមួយគ្នា God is our dear creator. ព្រះគឺជាអ្នកបង្កើតយើង God is our dear savior. ព្រះគឺជាអ្នកដែល God is our ស dear ង្គ្រោះយើង God is our dear helper. អង្គម្ចាស់ទ្រង់សង្គ្រោះយើង God is our dear អ្នក judge. ជួយហើយនឹងព្រះអង្គម្ចាស់ជាអ្នកជំនុំជម្រះជាចៅត្រង់ Okay, could you lift up after me? សូមថាតាមគាត់ទាំងអស់គ្នា Creator, savior, helper, judge, Jehovah, Elohim, Adonai. Amen. God is everything. ព្រះម្ចាស់ទ្រង់គ្រប់យ៉ាង Jehovah means God is our promise. ព្រះនាមព្រះអង្គយេហូវ៉ាមានន័យថាព្រះនៃសេចក្តីសន្យា Elohim is God is our Almighty God. គឺElohim គឺព្រះដែលមានអំណាចប្រជាស្ដា Adonai is God is our Lord. ព្រះនៃសេចក្តីសុខសាន្តព្រះជាព្រះអម្ចាស់ God is our Lord. ម្ចាស់ជាព្រះអម្ចាស់ God is our Almighty God. ម្ចាស់ជាព្រះដែលមានអំណាចប្រជាស្ដា God is our promise. ម្ចាស់ជាព្រះនៃសេចក្តីសន្យា Amen. That's why God can be our everything. ដូច្នេះហើយព្រះម្ចាស់គឺគ្រប់យ៉ាងទាំងអស់ Without God, we cannot be poor at all. បាទគ្មានព្រះអង្គទេយើងក៏មានរូបរាងមកឲ្យទៅជាដែរ Without God, we cannot be saved from the burglar. បើគ្មានព្រះអង្គទេយើងមិនអាចបានសង្គ្រោះរួចផុតពីបឹងភ្លើងនោះឡើយ Without God, we cannot be helped. ហើយបើគ្មានព្រះអង្គទេយើងក៏គ្មានជំនួយនោះដែរ Without God, we cannot judge it properly. ហើយបើគ្មានព្រះអង្គទេនោះគ្មានអ្នកណាជំនុំជម្រះឡើយគ្មានអ្នកណាជាចៅក្រមនោះឡើយ So let's read together Proverbs chapter 8. សូមអានទាំងអស់គ្នានៅសុភាសិតចំពោះ8 More, be, but อาเมน So to find God is to find ourselves អញ្ចឹងស្វែងរកព្រះអង្គដូចស្វែងរកខ្លួនឯងអញ្ចឹង because God is basics of everything ព្រោះព្រះម្ចាស់ទ្រង់ជាមូលដ្ឋានគ្រឹះគ្រប់ទាំងអស់ Amen. Finding God is finding ourselves. ស្វែងរកព្រះអង្គដូចស្វែងរកខ្លួនឯងដូចនោះដែរ Could you repeat after me? Finding God is finding ourselves. ថាតាមគាត់ Finding God. Finding ourselves. In command. ស្វែងរកព្រះប្រៀបដូចស្វែងរកខ្លួនឯងដែរ Amen. Finding ourselves means our meaning of life. យើងស្វែងរកខ្លួនឯងមានន័យម៉េចមានអត្តន័យនៃជីវិតរបស់យើង Our hope of life. ក្តីសង្ឃឹមរបស់យើង Our eternal life. ជីវិតដ៏អស្ចារ្យជានិច្ចរបស់យើង That's why God can be our everything. ពីព្រោះដូច្នោះឯងទើបព្រះម្ចាស់ដោយសារតែព្រះម្ចាស់ទ្រង់ជាគ្រប់យ៉ាង So in English, repeat after me. ថាតាមគាត់ជាភាសាអង់គ្លេស Meaning. All. Eternity. Come on. មានន័យមានសង្ឃឹមមានជីវិតអស្ចារ្យជានិច្ច Amen. That's why without God we are nothing. With God we are everything. យើងដឹងហើយដោយសារឯងបើសិនជាគ្មានព្រះអង្គទេនោះគ្មានអ្វីទាំងអស់កើតឡើងបាននោះឡើយ That's why the Bible said to find God is to find ourselves. To lose God is to lose ourselves. អញ្ចឹងមកក្នុងគម្ពីរបានសម្ដែងមកថាបើស្វែងរកព្រះអង្គហាក់បីដូចជាស្វែងរកព្រះដែរស្វែងរកព្រះ
វាហាក់បីដូចយើងស្វែងរកខ្លួនឯងដែរបើសិនជាបាត់បង់ព្រះនោះយើងក៏បាត់បង់ដែរ We were created as a lover of God from the beginning. យើងគឺជាដែលជាតួអង្គនៃសេចក្តីស្រឡាញ់របស់ព្រះ But we turned it from God. That's why in the Jesus we can find the eternal hope. អញ្ចឹងនៅពេលណាដែលយើងបានទទួលដល់ព្រះយេស៊ូវគ្រីស្ទដូច្នេះហើយយើងក៏បានទទួលនៅសេចក្តីសង្ឃឹមនោះដែរ And the eternal life will be given in the heaven only. អញ្ចឹងជីវិតអស់កលជានិច្ចមានតែមួយកន្លែងទេគឺនគរឋានសួគ៌ So, Lord of Christ, this is our meaning of life. សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទអត្ថន័យនៃសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ Through the Jesus Christ, we can get salvation. តាមរយៈតួអង្គព្រះអង្គព្រះយេស៊ូវគ្រីស្ទយើងទទួលបានសេចក្តីសង្គ្រោះ And we will be invited into the eternal heaven. ដូច្នេះយើងត្រូវបានអញ្ជើញទៅនៅឋានសួគ៌ Amen. So, this is called identity. Identity, our everything. In English, we can say identity, our situation, our everything. អញ្ចឹងនេះហើយគឺជាសញ្ញាអត្តសញ្ញាណរបស់យើងទាំងអស់គ្នា Repeat after me. Identity. Identity. Who is he? Who is her? She's a student. He's a worker. It is their identity. So who we are? We are love of Christ. This is our identity. អញ្ចឹងអត្តសញ្ញាណដូចជាគាត់ជាអ្នកណាដូចជាពីស្រីឬដូចជាអ្នកណាគាត់ជាសិស្សគាត់ជាពួកជំនុំនេះជាអត្តសញ្ញាណរបស់យើងហើយយើងអត្តសញ្ញាណរបស់យើងគឺតួអង្គនៃសេចក្តីស្រឡាញ់របស់ព្រះ Could you repeat after me? Identity. Who are you? តើអ្នកឯងជានរណា My identity is love of Christ. ខ្ញុំគឺជាតួអង្គនៃសេចក្តីស្រឡាញ់របស់ព្រះ Amen. So without knowing the Bible and the prayers, we cannot find our real identity, who we are. បើសិនជាមិនបានស្វែងរកព្រះដ៏ពិតប្រាកដទេយើងមិនអាចរកឃើញអត្តសញ្ញាណរបស់យើងនោះឡើយ But the problem, as you know, we turn it from God, from the Garden of Eden. ដោយសារតែមានបញ្ហាពីមុនមកជាមនុស្សបានងាកបែរចេញពីព្រះនៅសួនអេដែននោះ That's why God gave us the fruits of God through the testimony of the near-death experience. អញ្ចឹងព្រះអង្គបានប្រគល់នៅផុសតាងជាច្រើនហើយក៏ក្នុងនោះដែរមានផុសតាងដូចជាបទពិសោធន៍របស់មនុស្សស្លាប់ Could you repeat that to me in English? Near. អញ្ចឹងនិយាយបទពិសោធន៍របស់មនុស្សដ៏ស្លាប់មកផ្លឹក Could you repeat that to me? Near. ថាតាមគាត់ Near. Death. Experience. Moi pi pai. In command. បាទមនុស្សផ្លឹកបទពិសោធន៍មនុស្សផ្លឹកច្រាស់អង់គ្លេស So it is called NDE. ដោយយើងហៅកាត់ថា NDE NDE means near death experience. អក្សរកាត់ NDE នេះមានន័យថាបទពិសោធន៍មនុស្សផ្លឹកគាត់ធ្លាប់ផ្លឹកទៅបាទ At least in the USA there are certain million people on the way to near death experience. នៅសហរដ្ឋអាមេរិកមានមនុស្ស13លាននាក់ដែលធ្លាប់ផ្លឹកគេធ្លាប់ផ្លឹកគេថាធ្លាប់ផ្លឹក Too many to count. បាទច្រើនណាស់វងទៅនេះ They just on the way to near death experience. After that they realize there is a real life after death. អញ្ចឹងគឺគេដឹងពីជីវិតពិតក៏ពីការស្លាប់ទៅវាយ៉ាងម៉េចព្រោះថាគេធ្លាប់ផ្លឹកក៏ឃើញអីមួយហ្នឹង Because when you turn it from us, we lost everything. But God loved us so much. That's why God gave us His truth using the testimony of the បើយើង near បាត់ប experience. ង់ប្រកព្រះយើងគ្មានអ្វីទាំងអស់តែជំនួសឯងដោយព្រះអង្គចង់ឲ្យយើងបានដឹងព្រះអង្គក៏ឲ្យនៅផុសតាងដើម្បីឲ្យយើងបានដឹង So Matthew chapter 25. ម៉ាថាយចំពុះ25
1 2 3 There are two kind of eternal life of Tansu and Tapu. ផ្លូវពីរដែលទៅរហូតមិនវិលមកវិញទេនោះទី1គឺឋានសួគ៌ហើយបើមិនទៅឋានសួគ៌ទេគឺទៅឋានរស់មានតែបឹងភ្លើងក៏អត់វិលមកវិញបានដែរផ្លូវពីរនេះគឺអស់កលចំណិចដូចគ្នា But how can we know heaven and the hell really exist? Through the near-death experience we can know. អញ្ចឹងយើងដឹងតាមយ៉ាងម៉េចដោយយើងថាមានឋានសួគ៌ពិតមានឋានរស់ពិតគឺតាមរយៈបទពិសោធន៍មនុស្សធ្លាប់ភ្លឹក Knowing that God gave us proofs of God in the Bible. មួយទៀតព្រះអង្គប្រទានឲ្យយើងដើម្បីជាផុសតាងឲ្យយើងកុំឲ្យចាត់ចេះតែនិយាយចេះថាចុះនោះព្រះអង្គបានប្រគល់នៅព្រះគម្ពីរហៅថាព្រះបន្ទូលនោះឲ្យយើងនៅក្នុងគម្ពីរសិតតែផុសតាងរបស់ព្រះដែលមានរឿងរ៉ាវនៅក្នុងនោះ In the Bible there are many signs of end times such as global warming crisis. អញ្ចឹងនៅលើពិភពលោកនោះមានទីសម្គាល់ជាច្រើនដែលចង់បង្ហាញប្រាប់យើងថាដូចជាបំរែបំរួលនៃអាកាសធាតុ And the World War III crisis. អញ្ចឹងដូចជាមានបន្ទុះភ្នំភ្លើងអីអញ្ចឹងទៅ And the COVID-19 pestilence crisis. មានការឆេះហើយក៏មានជំងឺឆ្លងផ្សេង And the restoration of Israel EU. ហើយក៏មានការស្ដារឡើងវិញនៃប្រទេសអ៊ីស្រាអែលដែរព្រះបន្ទូលបានសរសេរទុកបានតាក់តែងបានកត់ត្រាមកអញ្ចឹង Could you repeat after me? សូមថាតាមគាត់ទាំងអស់គ្នា Global warming crisis. បំរែបំរួលអាកាសធាតុ World War III crisis. សង្គ្រាមលើកលោកទី And the pestilence COVID-19. ហើយក៏មានជំងឺឆ្លងដូចជា COVID-19 អញ្ចឹងជំងឺឆ្លង And the restoration of Israel. ការស្ដារឡើងវិញនៃប្រទេសអ៊ីស្រាអែល Amen. Repeat after me in English. ថាតាមគាត់ជាភាសាអង់គ្លេស Global warming. World War III. COVID-19. Restoration of Israel. Restoration of Israel. Restoration of Israel. តាមគាត់ខ្លាំងៗអូន អូខេមួយណា Once again. តាមម្ដងទៀត Global warming. World War III. COVID-19. Restoration of Israel. Amen. In Khmer. ចឹងជាភាសាខ្មែរបំរែបំរួលអាកាសធាតុសង្គ្រាមលើកលោកទី 3 ជំងឺឆ្លង COVID-19 ការស្ដារឡើងវិញនៃប្រទេសអ៊ីស្រាអែល Oi, student. 1 2 3.ម្ដងទៀតគាត់ណាម្ដងទៀតណាអានចាំគ្នាណាគាត់ណា 1 2 3 Amen. Oh, good. ច្រើន God said, when you see the signs of lift up your head, the coming of Jesus. ចឹងនៅពេលណាដែលយើងឃើញទីសម្គាល់ឬក៏សញ្ញានោះវាកើតមកមានន័យថាព្រះនឹងចិត្តយើងមកដល់ហើយ
So God gave us near the spirit testimony and the signs and the time through this one we can know come of this very near. ចឹងនៅពេលណាព្រះអង្គឲ្យទីសម្គាល់ឬក៏ឲ្យផោះតាងឲ្យទីសម្គាល់យើងដូចជាមានបទពិសោធន៍របស់មនុស្សភ្លឹកគាត់ធ្លាប់ភ្លឹកគាត់មកប្រាប់យើងឬក៏ឃើញទីសម្គាល់នៃពិភពលោកប្រែប្រួលក្តាំកម្ដៅក៏កើនឡើងមានសង្គ្រាមលើកលោកទី3ឬក៏អីផ្សេងទៀតមិញការស្ដារឡើងវិញរបស់អ៊ីស្រាអែលនោះមានន័យថាព្រះចិត្តយាងមកដល់ហើយ For all people are praising to destroy the lake of fire. So what will happen after that? If you didn't get the salvation, all people will destroy the lake of fire. Surah Al-Qur'an. អញ្ចឹងមនុស្សជាច្រើនបានប្រព្រឹត្តអំពើបាបជាច្រើនដោយសារតាមរយៈការគិតឃើញរបស់គេនោះឯង More. Big. Hey. Amen. So Bible says, if you commit kindness one time, you cannot get to heaven, you will be destroyed like a fire. ចឹងបើសិនជាអ្នកធ្លាប់ជំពុះធ្លាប់ធ្វើបាបម្ដងយ៉ាងណាក៏ដោយក៏យើងត្រូវតែលក្ខឋាននរោដែរ So heaven is like a clean room. ពីព្រោះឋានសួគ៌គឺជាកន្លែងមួយដ៏ស្អាតបំផុត Could you lift up to me? Clean room. Clean room. No umbrella. No umbrella. This is a factory of making semiconductor which will be installed in the smartphone and the laptop and TV. Small chip is called the semiconductor. They didn't allow to be defiled with the one part of the dirt in the air because the dirt will make it dirty and the semiconductor will be malfunctioned, will not work properly. ចឹងនេះជាបន្ទុករោងចក្រមួយដែលគេធ្វើឡើងព្រោះហើយកន្លែងនេះគឺស្អាតខ្លាំងណាស់មិនឲ្យមានស្អីចូលទៅទេព្រោះហើយកន្លែងនេះជាកន្លែងបន្ទុកសារធាតុគីមីម្យ៉ាងដែលគេផលិតឬក៏គេធ្វើអ្វីមួយនោះ Every electrical device has semiconductor, small components of this device. And when they make the semiconductor in their factory, they didn't allow any kind of small particle of the dirt in the air. អញ្ចឹងនៅក្នុងនឹងគឺគេមានម៉ាស៊ីនបន្សុទ្ធខ្យល់នេះគឺខ្យល់ល្អប្រសើរអត់មានខ្យល់ហ្នឹងសូម្បីតែខ្យល់មានធូលីអីចូលក៏អត់បានដែរគេមានម៉ាស៊ីនបន្សុទ្ធខ្យល់ដើម្បីការពារនៅកន្លែងហ្នឹងឲ្យវាបានស្អាត Amen. Repeat after me. Semiconductor. Semiconductor. It's like a heaven. Heaven is clean place. ដូចជានៅឋានសួគ៌អញ្ចឹងឋានសួគ៌គឺជាកន្លែងដែលស្អាតបរិសុទ្ធខ្លាំងណាស់ Heaven didn't allow any kinds of dirty things. ហើយឋានសួគ៌មិនអនុញ្ញាតឲ្យមានអីកខ្វក់ឬក៏អំពើអាក្រក់អីតូចមួយចូលទៅបានទេ Amen. Could you lift that to me? Heaven. Clean place. No umbrella. Amen. Okay. More. Big. Big. Amen. Okay, so heaven is like a clean room, so no one can get to the heaven if they have one part of the small umbrella. អញ្ចឹងឋានសួគ៌គឺជាកន្លែងដែលស្អាតបរិសុទ្ធមាននរណាម្នាក់ដែលទៅឋានសួគ៌ទាំងមានបាបបន្តិចនោះក៏មិនបានដែរ Amen. So how can we get to heaven? តើយើងទៅឋានសួគ៌ដោយរបៀបណា Because all we are sinners. ព្រោះពួកយើងទាំងអស់គ្នាសិតតែអ្នកមានបាប
That's why Jesus Christ was given to be crucified on the cross. ចឹងព្រះយេស៊ូវគ្រីស្ទទ្រង់យាងមកហើយទ្រង់សុគតនៅលើឈើឆ្កាង Could you lift up amen? Jesus Christ died for us. ព្រះយេស៊ូវសុគតចំដើម្បីយើង Jesus Christ take away all our sin. ព្រះយេស៊ូវយកបាបយើងអស់ហើយ Amen. In English, let's repeat once again. ថាតាមគោលម្ដងទៀតជាភាសាអង់គ្លេស Taking away all sins. Taking away all sins. Mọi bị bệnh. Taking away all sins. Come on. លួសបាបយើងអស់ហើយ Because you love us so much and without washing away our sin, nobody can get to heaven. That's why he was crucified instead of our punishment. ចឹងដោយសារតែអំពើបាបបើគ្មានការសម្រះបាបលាងសម្អាតពីព្រះយេស៊ូវនោះទេមាននរណាម្នាក់អាចទៅឋានសួគ៌បានឡើយ Amen. Mọi bị bệnh. Amen. Messiah died for us. ព្រះយេស៊ូវទ្រង់បានសុគតជំនួសយើង Okay, in English, let's repeat. ថាតាមគាត់ជាភាសាអង់គ្លេស Once saved, always saved. Once saved, always saved. In command. សង្គ្រោះម្ដងជាសម្រេច Amen. Because God is perfect, our salvation is perfect. Once salvation, always salvation. ដោយព្រះអង្គម្ចាស់ទ្រង់ពេញដោយសេចក្តីបរិសុទ្ធពេញដោយគ្រប់លក្ខបរិបូរណ៍គ្រប់លក្ខចឹងការសង្គ្រោះក៏ពេញដោយបរិបូរណ៍គ្រប់លក្ខចឹងការសង្គ្រោះតែម្ដងគឺគ្រប់លក្ខទាំងអស់ Amen. Amen. Mọi bị bệnh. Amen. Okay. God demonstrates His love through the crucifixion. ព្រះម្ចាស់បានសម្ដែងនៃសេចក្តីស្រឡាញ់របស់ទ្រង់ដល់យើងទាំងអស់គ្នា Amen. Once again in English. ថាម្ដងទៀតជាភាសាអង់គ្លេស Once saved, always saved. Once saved, not always saved. Always saved. Always saved. អញ្ចឹងព្រះអង្គសង្គ្រោះយើងម្ដងជាសម្រេចតែម្ដងមកសង្គ្រោះម្ដងទៀតសង្គ្រោះម្ដងអត់ទេ Amen. Because God is perfect, that's why our salvation is ដោយ perfect. ព្រះអង្គទ្រង់គ្រប់លក្ខហើយការសង្គ្រោះរបស់យើងក៏ពេញដោយបរិបូរណ៍ផងដែរ Amen. That's why salvation cannot be lost anymore. បងប្អូនអើយកុំបារម្ភសេចក្តីសង្គ្រោះរបស់យើងមិនអាចបាត់បង់ទៀតនោះទេ But the problem is, តែបញ្ហានោះគឺ we were saved from the promise. How we can glorify God? តើក្រោយពីយើងបានសង្គ្រោះបានផុតរួចផុតពីបឹងភ្លើងហើយតើយើងគួរតែសងគុណព្រះអង្គដោយរបៀបណាវិញ That's why we should understand true meaning of the Christian's life. ចឹងដើម្បីបាយសេរីរុងរឿងដល់ព្រះអង្គយើងត្រូវដឹងពីអត្ថន័យនៃជីវិតគ្រីស្ទាន Mọi bị bệnh.
Before getting salvation, we just have been living for words, but after getting we should live for the glory of God. ចឹងពីមុនមកយើងធ្វើតាមអំពើចិត្តយើងក្រោយពីមិនទាន់បានទទួលការសង្គ្រោះអីធ្វើតាមបំណងចិត្តយើងប៉ុន្តែឥឡូវនេះក្រោយយើងបានទទួលការសង្គ្រោះយើងដឹងគុណព្រះអង្គហើយយើងធ្វើដើម្បីទៅតាមបំណងព្រះអតីតរបស់ព្រះ Amen. Amen. Okay, there are 4 kinds of way to be a mature Christian. អញ្ចឹងមាន4វិធីដែលធ្វើឲ្យជីវិតគ្រីស្ទានរស់នៅដ៏មានការល្អប្រសើរនោះ Could you repeat that to me in English? ថាតាមគាត់ជាភាសាអង់គ្លេស 4 kinds of practices. Practice. 4 kinds of action in command. មួយ4ចំណុចនៃសកម្មភាព ទី 1 Reading the Bible. អានព្រះបន្ទូលទី 2 Praying to God. អធិដ្ឋានទៅរកព្រះអង្គ ទី ទី 3 Having fellowship. មានការប្រកបគ្នាជាគ្រីស្ទានប្រកបគ្នា ទី 4 Preaching the gospel. ប្រកាសដំណឹងល្អ There are 4 kinds of major practice in Christian's អ life. ញ្ចឹងសកម្មភាព4នេះជាសកម្មភាពចម្បងដែលជាជីវិតរបស់គ្រីស្ទានយើងត្រូវតែអនុវត្ត We should read the Bible. យើងត្រូវតែអានព្រះគម្ពីរ We should pray to God. ហើយអធិដ្ឋានទៅរកព្រះអង្គ We should have fellowship together. ហើយយើងមានការប្រកបជាមួយបងប្អូនយើងជាពួកជំនុំ We should preach the gospel together. ហើយយើងក៏នាំគ្នាផ្សាយដំណឹងល្អ At that time, we can grow more as a mature នេះ growth. ហើយជាធ្វើដែលយើងធ្វើដើម្បីសេរីរុងរឿងរបស់ព្រះ So repeat after me. ហើយសំថាតាមគាត់ម្ដងទៀត Reading Bible. Praying to God. Having fellowship. Preaching gospel. In command. បាទអាតាមម្ដងទៀតជាភាសាខ្មែរអានព្រះគម្ពីរអធិដ្ឋានទៅរកព្រះប្រកបគ្នាផ្សាយដំណឹងល្អ Amen. So Timon. Timon. Timmy. Timon. Timon. Oh, អូ good. ច្រើនល្អណាស់ And that should be done. That should be done in the church only. ហើយយើងត្រូវតែធ្វើក្នុងពួកជំនុំយើង Amen. បាទ Everything should be done in the church. អញ្ចឹងនៅក្នុងព្រះវិហារយើងត្រូវតែធ្វើការងារទាំងអស់នេះ So these are function of the church. បាទទាំងអស់នឹងឯងគឺជាការដែលការធ្វើឲ្យមានការគង់វង្សនៅក្នុងព្រះវិហារ Could you lift up the function of church? បាទ Function of church. Repeat that to me. Function of church. Function. Function. What does function mean? Function. function មានន័យថាម៉េចអ្នកណាដឹងទេ This guitar has a function to play music. This is function. Guitar's ឧ function. បករណ៍គឺមានន័យថាសម្រាប់លេងជាភ្លេងបានវាតើតែមានឧបករណ៍របស់វា This smartphone has a function to make a call. អញ្ចឹងឧបករណ៍របស់ទូរស័ព្ទគឺសម្រាប់អីគេសម្រាប់តាក់ទងសម្រាប់ហៅ And church has his own function to protect us from the Satan, to feed us with the words of God, to train us to be a mature Christian, to let us preach the gospel, to worship God together. បាទនៅក្នុងព្រះវិហារក៏មានឧបករណ៍មានមធ្យោបាយនៃការរៀបដើម្បីការពារបីទៀតដើម្បីផ្ដល់នៅអាហារខាងឯព្រលឹងវិញ្ញាណវឹកហាត់និងក៏ផ្សាយដំណឹងល្អប្រកបគ្នានោះដែរ Could you lift up to me?
function, protection, feeding, training, preaching, worshiping in command. បាទអញ្ចឹងយើងមានអីគេមានការការពារអត់ថាថាខ្ញុំការការពារការផ្ដល់នៅអាហារខាងឯវិញ្ញាណបណ្ដុះបណ្ដាលផ្សាយដំណឹងល្អស្វាយបង្គំ Amen. Protection, feeding, feeding, yambai, feeding, yummy, yambai, feeding, training, preaching, worshiping. Once again, come on. សំដងទៀតការការពារការផ្ដល់អាហារខាងឯវិញ្ញាណបណ្ដុះបណ្ដាលផ្សាយដំណឹងល្អការថ្វាយបង្គំ Amen. Okay. ទី1 ទីមួយឲ្យគេវិញ ទី2 ទី3 ទី4 ទី5 Okay. So could you repeat after me សូមថាម្ដងតាមម្ដងម្ដងទៀត in English? ទៅភាសាអង់គ្លេស Function, four kinds of practices in command. ណាមធ្យោបាយឬក៏ឧបករណ៍ការអនុវត្ត Amen. So this is function of the church. In the church, we can practice all kinds of the activity ដោយ to តែ be យើង a មាន mature ឧប Christian. ករណ៍មានមធ្យោបាយនៃការដែលទាំងអស់នេះឯងដែលយើងអាចអនុវត្តនៅក្នុងព្រះវិហារនោះ We should be gathered together to encourage each other in the church. យើងត្រូវតែមកជួបជុំគ្នានៅក្នុងព្រះវិហារ Whenever we meet difficulty, we should think about the words of God, hope of heaven, the crucifixion of Christ. អញ្ចឹងយើងអាចមកសិក្សានៅព្រះបន្ទូលដឹងពីព្រះបន្ទូលនៃរបស់ព្រះ At that time, we can glorify unto Jesus តែ Christ. ហើយយើងធ្វើឲ្យយើងអាចធ្វើឲ្យព្រះអង្គសរសើរកើងនឹងសេរីរុងរឿងរបស់ព្រះ Boy, be, but. Amen. Okay. So, what is the will of human? There are two kinds. Will សេច of ក្តីប្រា human. ថ្នារបស់មនុស្សនោះមានអីខ្លះខាងផ្នែកសាច់ឈាមនោះមានអីខ្លះ What is the wills of God? ហើយអ្វីទៅជាព្រះハរតីរបស់ព្រះ Wills of human means ruin. បំណងប្រាថ្នារបស់មនុស្សគឺ Ruin. Wills of the human is like entertainment. ការកំសាន្ត Entertainment like play guitar, play music, and hanging out with their friend in the restaurant, coffee shop. អញ្ចឹងបំណងប្រាថ្នាមនុស្សចង់លេងភ្លេងចង់ដើរញ៉ាំអាហារតាមពុជនេះឋានចង់ដើរលេងមួយមិត្តភក្តិនឹងស្ដីស្ដីសំណងអំនោះហើយ And sleeping in their bed, sleeping. ហើយពេលខ្លះទៅក៏ខ្ជិលដូចជ្រូកដេកនៅលើគ្រែហ្នឹងទៅ And the good clothes, good house, just like ច that. ង់បានសម្លៀកបំពាក់ស្អាតថ្មីស៊ីវិល័យ And the good gender to get married with each other. ហើយក៏ចង់បានគ្រួសាររៀបការនឹងគ្នាទៅ Could you lift that to me? ថាតាមគាត់ទាំងអស់គ្នា Ruin. Money. Entertainment. Sleeping. Good cross. In command. លុយការកំសាន្តលមោកដេកសម្លៀកបំពាក់ថ្លៃថ្លៃ Marriage. Marriage.
រៀបការ Lika. Amen. This is will of humans. នឹងហើយជាសេចក្តីប៉ងប្រាថ្នារបស់មនុស្សនោះ But Bible said, do not follow will of humans, but follow will of God. ព្រះគម្ពីរព្រះបន្ទូលប្រាប់ថាកុំឲ្យដើរតាមបំណងរបស់មនុស្សឡើយសេចក្តីប៉ងប្រាថ្នារបស់មនុស្សឡើយ So what is will of God? តើយើងធ្វើម៉េចឲ្យបំណងបាតីរបស់ព្រះអង្គយ៉ាងម៉េច Sina. Timon. ទី1អីគេ Sina. 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 What is will of God? Timon. តើទី1អីគេស៊ីណាបំណងបាតីរបស់ព្រះយ៉ាងម៉េចថាទៅរនឹកទៅ Okay. ពីអធិដ្ឋានអីអានកាពីអធិដ្ឋានអីទាំងអស់ Mr. Joe, what is will of God? What is will of God? Chẳng na chứ Okay. Timon. Timon.ទី1អីគេ Holiness. អីគេបរិសុទ្ធ Repeat that to me. Borisov. Saving family from the problem. Saving. សង្គ្រោះ Songkru. Loving each other in church. ស្រឡាញ់គ្នាទៅវិញទៅមកក្នុងពួកជំនុំ Enduring all difficulties. Enduring. Enduring means waiting អ่ะ in the condition of the difficulty. អត់ធ្មត់ And imitating Jesus Christ's character. Imitating of Jesus Christ's character. Jesus Christ humble. That's why we should be like a Jesus Christ. It's imitating. ចឹងការអត់ធ្មត់នេះគឺយើងយកតម្រាប់តាមព្រះយេស៊ូវគ្រីស្ទព្រះអង្គទ្រង់អត់ធ្មត់បាទអត់ធ្មត់ Trusting ធ្វើតាម trusting in God only. ទុកចិត្តតែព្រះអង្គមួយតែប៉ុណ្ណោះ Okay, in English, let's repeat. ហើយយើងថាតាមគាត់ In English, ភាសាអង់គ្លេស holiness, saving, learning, enduring, imitating, trusting. Come on. ថាតាមជាភាសាខ្មែរបរិសុទ្ធការសង្គ្រោះសេចក្តីស្រឡាញ់ការអត់ធ្មត់យកតម្រាប់តាមទុកចិត្តលើ Amen. Okay. Let's repeat once again. Let's repeat once again. The will of God. ហើយទៅថាតាមម្ដងទៀតឬក៏និយាយម្ដងទៀតនៅបំណងបេហតិរបស់ព្រះទី1អីគេ Timon. 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 Oh. Very nice. ល្អខ្លាំងណាស់ These are Christ's life. នេះហើយជាជីវិតរបស់គ្រីស្ទាននោះ Sinun. ទីនួន Be. Bye. Amen. អាមែន These are Christ's life. នេះហើយជាជីវិតរបស់គ្រីស្ទាន So Christ's life is like this. ហើយជីវិតគ្រីស្ទានគឺដូចនេះឯង In the world there are so many difficulties. We should fast to the doctor to be trained well to be a mature Christian. ចឹងនៅលើពិភពលោកលើផែនដីនេះវាមានការអាក្រក់ច្រើនមានការលំបាកច្រើនយើងត្រូវតែឆ្លងកាត់ឧបសគ្គនោះឯង Okay, Luke chapter 9. Luke chapter 9. ចឹងក្នុងពីលូកាចំពោះ9 Moi, be, five.
Amen. In this Bible, there are three kind of things: devoid, self-denial, tipping, carrying our own crucified, following our Lord. ចឹងនៅក្នុងបទគម្ពីរខក្នុងនេះចង់ប្រាប់យើងនៅ3ចំណុចទី1ឲ្យយើងចេះគ្រប់គ្រងចិត្តទី2លីជឿឆ្កាងតាមព្រះយេស៊ូវបាទហ្នឹងហើយទី2ចេះលីជឿឆ្កាងហើយដើរតាមព្រះ Okay, repeat after me in English. ថាតាមគាត់ជាភាសាអង់គ្លេសម្ដងទៀត Self-denial. ពេលណាបង Self-denial. Carrying the cross. Carrying the cross. Following the Lord. Following the Lord. មកទៀតណាសូមមិនប្រែខុសក្នុងនេះនេះគាត់ថាបោះបង់ចោលសេចក្តីប្រាថ្នារបស់យើងថាតាមខ្ញុំបោះបង់ចោលសេចក្តីប្រាថ្នារបស់យើងលីជួយឆ្កាងតាមព្រះ Amen. This is training of the Christian's life. នេះហើយគឺជាវគ្គបណ្ដុះបណ្ដាលនៃជីវិតគ្រីស្ទានរបស់យើងនោះ What is it? ស្អីគេទៅនឹងយល់ទេ What is it? Can you get it? យល់ទេស្អីគេនឹង This is Apostle Paul's prison in Roman Empire. នេះគឺជាគុកដែលសាវកពូលគាត់ជាប់គុកចំនួននោះសាវកពូលគាត់ជាប់គុកជាកន្លែងគាត់ជាប់គុក Apostle Paul was put into the Roman Empire prison for 3 years. នៅក្នុងចក្រភពអង់គ្លេសពេលនោះសាវកពូលក៏ជាប់គុក2 ឆ្នាំ Because at that time Roman Empire didn't allow them to preach the gospel because their king is their God. អញ្ចឹងចក្រភពរ៉ូមមិនអនុញ្ញាតឲ្យនរណាប្រកាសដំណឹងល្អឡើយពេលនោះ Apostle Paul said, "No, king is not our God. King is their God in the hell." អញ្ចឹងគេអត់ឲ្យផ្សាយដំណឹងល្អទេគេឲ្យគោរពតែព្រះទេប៉ុន្តែសាវកពូលថាអត់ទេព្រះមិនមែនជាស្ដេចមិនមែនជាព្រះទេគឺមានតែព្រះទេដែលយើងគួរតែគោរព That's why Apostle Paul was captured by police in the Roman Empire. Soldier. After that, he was put into prison. អញ្ចឹងគេក៏ចាប់ប៉ូលីសចាប់សាវកពូលទៅហើយនាំសាវកពូលទៅដាក់ក្នុងគុកទីឃាំង Finally, ចុងក្រោយមក he was beheaded. ហើយសាវកពូលត្រូវបានគេកាត់កក កាត់កក 2 years later, he was beheaded. ត្រូវបានគេកាត់កក Very terrible punishment. ហើយគឺកន្លែងនេះគឺកន្លែងទុក្ខវេទនាខ្លាំងណាស់ So until death, to the point of death, Apostle Paul wants to preach the gospel. តែរហូតដល់ស្លាប់សាវកពូលនៅតែបែបនឹងល្អ Could you repeat after me in English? ថាតាមគាត់ជាភាសាអង់គ្លេស Apostle Paul prison. Apostle Paul prison. Let's repeat the word. Apostle Paul's prison. Apostle Paul's prison. In Khmer, បាទ Apostle teacher, Greek teacher. ថាម៉េចកន្លែងថាតាមខ្ញុំនិយាយភាសាខ្មែរណាកន្លែងសាវកពូលជាប់គុក Once again. កន្លែងសាវកពូលជាប់គុកជាទីឃុំឃាំងរបស់សាវកពូលណា Paul was confined in the prison 2 years after that he was beheaded. ចឹងសាវកពូលជាប់នៅទីនោះ2 ឆ្នាំ Yole no guru, yole honor, yole boy, yole three. In English we can say beheaded. In English we can say beheaded. Cut. ភាសាអង់គ្លេសភាសាខ្មែរត្រូវបានកាត់ក្បាលកកបាន
beheaded. He was called. ត្រូវ Beheaded. ទីភាសាអង់គ្លេសគេថា Headed. មានន័យថាកាត់ក្បាល Repeat after me. Beheaded. Beheaded. In come on. កាត់ក្បាល So until the death, he just tried to do his best to preach the gospel in a world of the ដូច world. ជាត្រូវកាត់ទៅកុំកប៉ាល់នឹងថ្លៃគាត់នៅតែផ្សាយនឹងល្អរហូតដល់ដំណឹងល្អបានទូទាំងពិភពលោកដែរ That's why Apostle Paul preached the gospel to Europe. អញ្ចឹងសាវកពលក៏ផ្សាយនឹងល្អនៅតំបន់អឺរ៉ុប And Europe preached the gospel all over the world. ហើយនៅអឺរ៉ុបក៏បានផ្សាយនឹងល្អទូទាំងពិភពលោក Now, come on, people can get the salvation. ហើយខ្មែរក៏ត្រូវបានទទួលការសង្គ្រោះនោះដែរ Amen. Without Apostle Paul, no people can get the salvation. ហើយបើសិនជាអត់មានសាវកពលផ្សាយនឹងល្អទេមិនទទួលដំណឹងល្អអត់ដល់សុខខ្មែរផង He was beheaded. ហើយគាត់ក៏ត្រូវបានកាត់ក្បាលក្នុងចក្រភពរ៉ូមនោះ Amen. So try to imitate his sacrifice. ទាំងសូមធ្វើតាមតម្រាប់របស់សាវកពល That's ល្អ why Bible said, deny yourself. អញ្ចឹងបានព្រះបន្ទូលបានប្រាប់ថាឲ្យកាត់លះបង់ចិត្តប្រាថ្នារបស់យើងចេញ Carry our own cross. លីជើឆ្កាង Follow Jesus Christ. តាមព្រះយេស៊ូវគ្រីស្ទ Boy, be, but. Amen. អាមែន Okay. Why should we deny ourselves? Deny. តើយើងកាត់ចិត្តប្រាថ្នារបស់យើងដោយវិមិច Because in our heart there is a simple nature. ព្រោះយើងនៅជាប់មានបាបនៅឡើយ That kind of simple nature will not let us live for the glory of God. អញ្ចឹងបើមិនវត្តរបស់បោះបង់ចោលចិត្តរបស់យើងទេយើងមិនអាចសរសើរដំកើងលើសេរីរុងរឿងផងបានទេ We have a strong desire to live in the world comfortably. We have a strong desire to make money in the world comfortably. អញ្ចឹងយើងក៏ត្រូវការរោគលុយរោគកាក់អីដែរនៅលើផែនដីបណ្ដោះអាសន្ននេះ That's why we should show a simple nature as well as strong desire to live in the world comfortably. អញ្ចឹងយើងត្រូវតែលុបប្រាថ្នាចោលអាសេចក្តីបៀតបៀនរបស់យើងទាំងអស់នេះមានការកោសបានឬក៏អីគេហ្នឹងហើយក្តីប្រាថ្នាទាំងអស់ហ្នឹង Could you repeat after me? Simple nature. Sinful nature. In command. បាបពីធម្មជាតិ Boy, be, but. បាបពីកំណើត Amen. We have a wicked will, simple nature, strong desire. That's why we should show in the kind of things. អញ្ចឹងយើងត្រូវតែមានការលះបង់ឲ្យបានខ្ពស់បំផុត And more than we have our own cross. មួយទៀតអីគេយើងត្រូវតែមានការលីឈឺឆ្កាងហ្នឹងមានតែសេចក្តីឈឺចាប់ណា What is our own cross? អញ្ចឹងអីគេទៅ ទីមួយ ការមកយើងទៅគេទីមួយអីគេ Persecution. ការបៀតបៀន ទីពីរ ទីពីរអីគេ hard work in the church. Hard work, hard service. បាទធ្វើការខ្លាំងលះបង់ខ្លាំងនៅក្នុងព្រះវិហារ Like a cleaning, like a preparing, like a cooking for the church member. It's a hard work. ដូចជាបោសសម្អាតដូចជាចម្អិនអាហារឬក៏មានការដែលបម្រើដល់ผู้ជំនុំ And the conflict in the church, sometimes the church member can fight against each other. អញ្ចឹងយើងត្រូវសិក្សាមកពេលខ្លះហ្នឹងសិស្សបាយគ្នាទៅឬក៏ผู้ជំនុំគាត់ជួបគ្នាទៅយើងមានទួនាទីអ្នកសិក្សា And the church member cannot work Sunday, cannot work night time because they should read the Bible, they should be gathered Sunday worship service. That's why they cannot make money like a pagan, like an unbeliever. That's why they will suffer from the អញ្ចឹងគាត់ចូលថ្ងៃអាទិត្យអញ្ចឹងទៅថ្ងៃអាទិត្យគឺថ្ងៃបាយបង្គំព្រះអង្គគាត់អត់ធ្វើការប្រព្រឹត្តចិត្តលះបង់ពេលវេលាការរក
ចំណូលរបស់គាត់គឺការលះបង់របស់គាត់ So could you repeat after me? In English. ថាតាមគាត់ជាភាសាអង់គ្លេស Persecution. Persecution. Hard words. Hard words. Conflict. Conflict. Poverty. Poverty. Poor life. Okay, in come on. ដល់ជាភាសាខ្មែរ In come on. ការបៀតបៀនធ្វើការយ៉ាងម៉េចអានេះធ្វើការអីគេ Working hard. Working hard. ធ្វើការលំបាកបាទធ្វើការលំបាកផ្សះផ្សាអីគេភាពក្រីក្រ Oh, our government church member poor poverty. នេះដោយសារមានការទាំងអស់ហ្នឹងបងប្អូននៅកំពង់ឃ្លាំងគាត់ពិបាកណាស់រកប្រាក់ចំណូលអីគាត់ No. មានលុយអត់មានអីទេបាទប៉ុន្តែគាត់ទៅស៊ូនៅជាមួយព្រះអង្គ Because some unbelievers in government they can make money Sunday. That's why they are more rich than preacher. អញ្ចឹងពួកអ្នកកំពង់ឃ្លាំងពេលគេអត់ជឿព្រះអង្គគេអត់គិតទេថ្ងៃអាទិត្យក៏គេទៅរោដែរតែគេបានលុយច្រើនជាងអ្នកដែលយើងឃ្លាំងផងថ្ងៃអាទិត្យទៅទៀត And the one during the council which together without working, that's why they are more poor than other people. អញ្ចឹងណាងឆ្លៀតមកសិក្ខាសាលាឆ្លៀតមកព្រះវិហារនៅសៀមរាបទៀតកាន់ទៅខាត់ប្រាក់ចំណូលប្រចាំថ្ងៃទៀតដែរ Oh, let's say for example, if the Shina go to Thailand, Shina can make money $600, $700, but Shina still staying in the Cambodia, same day, $150 only. អញ្ចឹងឧទាហរណ៍ថាស៊ីណាគាត់បើសិនជាគាត់ទៅធ្វើការនៅផ្សេងទៅថៃអីហ្នឹងគាត់អាចបានចំណូលប្រាក់ទៅ$600ទៅ$700ឯណោះគាត់អាចបានលើសពីនេះទៀតបើគាត់ទៅធ្វើការនៅក្រៅប៉ុន្តែគាត់មានការលះបង់នៅក្នុងទីនេះហើយគាត់ក៏បានទៅប្រាក់បម្រែទៀបតែគាត់អាចរស់នៅបាន Amen. There are some restrictions in the Christian's life. They cannot work for them fully. They should work just part time. After they should serve God, just like that. That's why they are not free from the worldly matter. អញ្ចឹងដោយសារតែយើងធ្វើការបណ្ដើរធ្វើការផងឲ្យបម្រើព្រះអង្គផងដូច្នេះយើងក៏មិនបានជាអ្នកបម្រើជាជួននៃលោកីទៀតទេគឺមានន័យថាយើងទុកពេលវេលាបម្រើព្រះអង្គខ្លះហើយយើងរកទទួលទានខ្លះ Amen. That's why these are our own cross when you live for the glory, which to overcome all difficulties. អញ្ចឹងនៅពេលដែលយើងរស់ដើម្បីសេរីរបស់ព្រះនោះយើងហាក់បីដូចជាមានឈឺឆ្កាងមួយផ្ទាល់ខ្លួនឯងគឺឆ្កាងមានតែក្តីទុក្ខលំបាកឬក៏ក្តីទុក្ខវេទនានឹងឯងតាក់ទងនឹងអីគេការបៀតបៀនទៅតាក់ទងនឹងអីគេការធ្វើការហត់លះបង់សម្រាប់ព្រះវិហារមួយចំនួនធ្វើការច្រើនហើយគេទៀតមានការផ្សះផ្សាមួយទៀតអីគេភាពក្រីក្រវាធ្វើឲ្យជាសម្ពាធដល់យើងទាំងអស់គ្នា Amen. Repeat after me in English. តាតាមគាត់ជាភាសាអង់គ្លេស Persecution. Hard words. Conflict. Poverty. Persecution. Hard work. Conflict. Poverty. And come on. បាទយើងបន្តទៀតការបៀតបៀនធ្វើការច្រើនផ្សះផ្សាភាពក្រីក្រ But the Bible says you should carry your own cross while deny yourself and follow Jesus trong Christ. ក្នុងព្រះបន្ទូលបានប្រាប់ថាឲ្យយើងបានលីឈឺឆ្កាងហើយបោះបង់ចោលតាមក្តីប្រាថ្នាចិត្តរបស់យើងចេញហើយដើរតាមព្រះ Moi bi pai. Amen. So deny yourself. Deny yourself. កាត់អីគេមិញលះកាត់ខ្លួនឯងចេញ Carry your own cross.
លីឈើឆ្កាង following Jesus. តាមព្រះយេស៊ូវ Amen. So why should we follow Jesus Christ? តើយើងទៅធ្វើអីខ្លះតាមព្រះយេស៊ូវទៅអីខ្លះមិញ Why should we follow Jesus Christ? តើទៅតាមព្រះយេស៊ូវតែម៉េច Why should we follow Jesus Christ? ហេតុអ្វីបានជាយើងតាមព្រះយេស៊ូវ Because Jesus Christ is our Lord. បើព្រោះតែព្រះយេស៊ូវទ្រង់ជាព្រះរបស់យើង We need to trust Jesus Christ only. យើងត្រូវតែទុកចិត្តលើតែព្រះអង្គមួយប៉ុណ្ណោះ Because Jesus Christ our Savior. ពីព្រោះព្រះម្ចាស់ជាអ្នកសង្គ្រោះយើង We should repay God's grace. ហើយត្រូវតែដឹងគុណព្រះ Because Jesus Christ our role model. ហើយព្រះអង្គម្ចាស់ទ្រង់ជាតួអង្គជាតួអង្គដែលយើងយកតម្រាប់តាម Amen. Repeat that to me in English. ថាតាមគាត់ជាភាសាអង់គ្លេស Lord. Savior. Role model. Lord. Savior. Role model. In command. ភាសាខ្មែរនេះមួយមិញនេះទុកចិត្តលើព្រះព្រះអង្គជាអ្នកសង្គ្រោះសងគុណព្រះ Amen. មួយទៀតព្រះអង្គជាខ្មែរហៅថាតារាគំរូបាទជាគំរូបាទ Once again. បងសុំម្ដងទៀតព្រះអង្គជាតារាគំរូ Once again. មួយទៀតព្រះអង្គជាអ្នកសង្គ្រោះ Once again. ទុកចិត្តលើព្រះ Amen. Amen. There are three reasons why should we follow Jesus. នេះជាហេតុផលថាតើហេតុអ្វីបានជាយើងជឿដល់ព្រះអង្គនោះ He's our Lord. ព្រះអង្គទូជាព្រះ He's our Savior. ហើយព្រះអង្គជាអ្នកសង្គ្រោះ He's our role model. ហើយព្រះអង្គជាតួអង្គនៃគំរូយើង Amen. At that time we can follow Jesus day by day. ចឹងហើយបានជាយើងដើរតាមព្រះអង្គពីមួយថ្ងៃទៅមួយថ្ងៃ These are good big picture. There are Egypt. There are deserts. And there are Canaan. ទីកន្លែងដែល3 Egypt. អេស៊ីប Wilderness. ទីបរិសុទ្ធ And the Canaan. ហើយ Canaan. Palestine. កាណានបាទ Okay. Could you repeat ទី it? កាណាន It was well described in the Old Testament. នេះហើយគឺជារឿងរ៉ាវដែលនៅក្នុងសញ្ញាចាស់ Could you repeat it? Egypt. ថាតាមគាត់អេស៊ីប Wilderness. Wilderness. Canaan. Canaan. Egypt, all Jewish people became a slave to sin. Slave. In command, slave. They were slave. ពួកគេជាសកល In the wilderness, they are trained. They are under training. បាទវាលរហោឋានសំទោសណានេះវាលរហោឋាន In the Canaan, they can get eternal reward. ទឹកដីសន្យាដែលអាចទទួលបានជ័យជំនះ So Egypt stand for slave to sin. Wilderness stand for the training of God, and Canaan stand for victory in Christ. អញ្ចឹងនៅក្នុងសញ្ញាចាស់មាន3ដំណាក់កាលដែលគេប្រៀបប្រដូចអេស៊ីបដូចនិយាយពីអេស៊ីបនិយាយពីជនជាតិអ៊ីស្រាអែលដែលជាទីសកលរបស់អេស៊ីបហើយបានចេញពីអេស៊ីបមកក្នុងវាលរហោឋានគឺជាទីកន្លែងដែលវឹកវើបណ្ដុះបណ្ដាលហើយចេញរួចផុតពីទឹកវាលរហោឋានមកក៏មកដល់កាណានដែលជាទឹកដីសន្យារបស់ព្រះគឺជាជ័យជំនះប្រៀបបានដូចជាជ័យជំនះ Repeat that to me in English. ថាតាមគាត់ជាភាសាអង់គ្លេស Egypt. Slave. Wilderness.
training, training, Canaan, Canaan, victory, victory. Come on. អញ្ចឹងថាតាមលោកគ្រូម្ដងទៀតអូនណាអេស៊ីបទាសកលវាលរហោឋានវឹកវើនកាណានជ័យជំនះ We are under control of Satan before getting salvation. ចឹងយើងនៅក្រោមការគ្រប់គ្រងរបស់សាតាំងដោយព្រោះយើងមិនទាន់បានការសង្គ្រោះ It means we are slave to Satan, not the slave Jesus. អញ្ចឹងយើងជាទាសកររបស់សាតាំងមិនមែនជាបាវបម្រើរបស់ព្រះទេ And Moses saved them from the Egypt king, and Moses stand for Jesus. អញ្ចឹងគឺភាគច្រើនគឺជាទាសកររបស់សាតាំង The Moses saved them from the Egypt. Moses stand for Jesus. អញ្ចឹងម៉ូសេក៏បាននាំទាសកររបស់អេស៊ីបនឹងបានចាកចេញពីអេស៊ីប And they need to pass through the wilderness to be អ trained. ញ្ចឹងគេមកដល់ទឹកដីសិនគេមកដល់វាលរហោឋានគេត្រូវបានវឹកហាត់វឹកវើន During 40 years. 40ឆ្នាំនៅវាលរហោឋាន This is God's training. នេះហើយគឺជាការវឹកវើរបស់ព្រះ At that time, they can be a victorious Christian in the Canaan. អញ្ចឹងគេក្រោយមកទៀតគេក៏បានវឹកវើរួចហើយក៏បានមកដល់ទឹកដីកាណានដែលជាជ័យជំនះ Canaan stand for victorious Christians life in the អ heaven. ញ្ចឹងកាណានប្រៀបដូចជាជ័យជំនះជាឋានសួគ៌ដែលយើងបានទៅដល់អញ្ចឹង So could you lift up to me? ហើយសូមថាតាមគាត់ទាំងអស់គ្នា Egypt, slave, wilderness, training, Canaan, victory, Tansul, Bangpulu, Bangpulu, Tansul. Amen. Come on. អញ្ចឹងជាភាសាខ្មែរសូមម្ដងទៀតណាគាត់ណាអេស៊ីបទាសករវាលរហោឋានវឹកវើនទឹកដីកាណានជ័យជំនះឋានសួគ៌ Amen. Okay. Hey, Timoy. តែគេមិនទីមួយមិនអីគេ Timoy. Timoy. អរគុណ Okay. ច្រើនចាចាំល្អណាស់ណា So at this time, we just think about the all overview of the salvation in Christian's life just shortly. អញ្ចឹងនៅឱកាសនេះយើងបានដឹងពីសេចក្តីសង្គ្រោះឬក៏អីទាំងអស់មិញហ្នឹងវាប្រយ័ត្នពេលខ្លី We may think about it more deeply later on, step by step. ហើយមួយជំហានម្ដងមួយយើងនឹងរៀនឲ្យកាន់តែស៊ីជម្រៅទៅ Amen. Today, Kampung Kaliang Church member came. ហើយថ្ងៃនេះបងប្អូនរបស់វាកំពុងភ្លាំង Today, our neighbor came. ហើយថ្ងៃនេះលោកគ្រូដែលជាចាស់ទុំបានចូលរួម Today, our young children came. ហើយថ្ងៃនេះកុមារក្រុមធំជាកុមារបន្តិចក៏បានមក Today, Arya came. Arya came. No. ថ្ងៃថ្ងៃនេះអរិយមកអត់ឲ្យមកទេដេញវាចេញ No Arya. អត់មានអរិយទេ Amen. អាមែន អរគុណច្រើ សូមអរគុណច្រើន Keep going with the life in the mission សូមនៅតែបន្តជាមួយនឹង live របស់ till Jesus Christ រ comes. ហូតដល់ព្រះយេស៊ូវទ្រង់យាងមកជាលើកទី2 Amen. អរគុណបង អរគុណច្រើន Let's pray together. យើងនឹងអធិដ្ឋានបញ្ចប់ជាមួយគ្នា Let's pray together. សូមអធិដ្ឋានបញ្ចប់ជាមួយគ្នាអរគុណព្រះម្ចាស់រំលងពីនេះសូមគុំបានបញ្ចប់នៃការរៀនព្រះបន្ទូលនិងស្ដាប់ព្រះបន្ទូលព្រះអង្គព្រះម្ចាស់សូមឲ្យព្រះបន្ទូលនេះដកចុះក្នុងចិត្តបងប្អូនកូនទាំងអស់គ្នាឲ្យគាត់បានចាំគាត់បានយល់ពីអត្ថន័យនៃព្រះអង្គហើយយល់អំពីការសងគុណនិងយល់ដឹងគុណដល់ព្រះអង្គឲ្យសរសើរតម្កើងសេរីល្អរបស់ព្រះអង្គផងដែរសេរីរុងរឿងទ្រង់ត្រូវបានតម្កើងឡើងគុណអរគុណសូមឲ្យបងប្អូនត្រឡប់ទៅវិញមានសេរីសុខសាន្តសូមត្រឡប់ទៅវិញមានសុភមង្គលសូមប្រកបមុខរបរផ្សេងៗបានទទួលមានបានទាំងអស់គ្នាទូលបង្គំនេះខ្ញុំសូមអធិដ្ឋានបញ្ចប់នៅថ្ងៃនេះក្នុងពេលរៀនអត្តបរិសុទ្ធនេះក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទ Amen. Okay, fellowship together.